ធ្លាប់តែជាផ្ទះដែលមានបញ្ហាច្រើនឥឡូវនេះយើងបានដោះស្រាយមួយដំណាក់កាលហើយយើងបានកែតម្រូវច្រើនហើយបាទមកដល់ពេលនេះផ្ទះនេះអាយុដូចជា5ខែជាងហើយបាទឃើញថាមានសញ្ញាល្អច្រើនតាំងពីផ្ទះនេះមានទំហំរហូតដល់ទៅ6ជាន់គឺអត់មានដែរមានសត្វមួយចំនួនទូចប្រហែលជាដឹងបានក្បាលប៉ុន្តែវាមានតិចតួចមែនតើហើយនៅបានតែ3ជាន់នេះផ្ទះនេះមានកម្ពស់រហូតដល់6ជាន់ហើយសត្វនៅបានតែខាងលើទេប៉ុន្តែឥឡូវនេះយើងបានកែតម្រូវឲ្យវាសត្វមកនៅរហូតដល់ជាន់ទី1ជាន់ក្រោមគេបងអស់ណាអញ្ចឹងមានន័យថាសត្វឥឡូវនៅស្មើគ្នាតាំងពីជាន់ទី6រហូតដល់ជាន់ទី1បាទឥឡូវយើងកែតម្រូវបានរយៈពេល5ខែបងប្អូនឃើញសបុកមើលអាចមើលអីទៅគឺថាល្អមែនតើបងប្អូនបាទរយៈពេលប៉ុណ្ណេះបានសត្វចំនួនប៉ុណ្ណេះហើយសបុកក៏ល្អដែរបាទដូច្នេះហើយយើងកែសម្រួលឲ្យកាន់តែល្អថែមទៀតហើយយើងមកថែទាំជូនម្ចាស់ផ្ទះដោយសារផ្ទះគាត់រវល់អត់បានមកអញ្ចឹងទៅហើយយើងមកបានតកាមេរ៉ាដាក់កាមេរ៉ាអីជូនគាត់ឡើងវិញហើយយើងបានធ្វើការបេះសបុកចាស់មួយចំនួនបានមួយចំនួនផងដែរបាទហើយយើងមិនទាន់បេះសរុបទេដោយសារផ្ទះនេះយើងនៅថាមើលថែធ្វើការបាញ់ថ្នាំឲ្យមានសត្វរំខានមានបជាវមានអីមានសត្វរំខានមួយចំនួនធំផងដែរយើងបានដោះស្រាយបាទអញ្ចឹងហើយផ្ទះនេះយើងកែបានចាត់ទុកថាជោគជ័យហើយគ្រាន់ថាវាអត់ទាន់បានដល់អ្វីដែលយើងពេញចិត្តទេព្រោះផ្ទះនេះទើបបានតែអាយុប្រហែលជា5ខែជាងទេបាទចិត្តជួប6ខែហើយអញ្ចឹងយើងធ្វើការកែតម្រូវបានឃើញថាសញ្ញាល្អមែនតើហើយបាទដូច្នេះហើយផ្ទះនេះអាយុប្រហែលជា8ខែទៅយ៉ាងយូរ10ខែហ្នឹងគឺយើងបានអាចប្រមូលផលបានសមរម្យហើយតាមរយៈមើលទៅតាមកម្ដៅសត្វមើលទៅតាមចំនួនសបុកអីចឹងណាបងប្អូនបាទអញ្ចឹងចូលរួមអបអរម្ចាស់ផ្ទះផងដែរបាទព្រោះយើងបានកែតម្រូវឲ្យគាត់ឡើងវិញហើយបានលទ្ធផលល្អបែបនេះបាទដូច្នេះបងប្អូនត្រូវការក្រុមជាងជំនាញដែលមានបទពិសោធន៍ហើយមានភាពច្បាស់លាស់ក្នុងការកែតម្រូវផ្ទះដែលអត់មានសត្វហើយបងប្អូនត្រូវការប្រឹក្សាយោបល់អីផ្សេងមិនថាធ្វើផ្ទះចាស់ឬផ្ទះថ្មីអីទេបងប្អូនអាចតាក់ទងសួរព័ត៌មានបានបាទយើងនឹងប្រឹក្សាជូនដោយលម្អិតជូនបងប្អូនចឹងណាបាទហើយវីដេអូហ្នឹងមានប៉ុណ្ណឹងហើយសូមបងប្អូនតាមដានបន្តទៅព្រោះខ្ញុំថតជាវីដេអូតាំងពីជាន់ទី6រហូតដល់ជាន់ទី1ខាងក្រោមតែម្ដងបាទអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយបន្តទៀតនៅយើងនឹងចុះឆែកផ្ទះថ្មីបន្តទៀតដែរបងប្អូនបាទអរគុណលើឡើងដល់ជាន់ទី3ជាន់ទី3ក៏ល្អដែរទីមុនក៏អត់មានសត្វទេទី3ក៏អត់មានដែរទីមានគឺមានតែជាន់នេះនេះបុកអែមមែនទេតាមច្រើនអីបុកដូចថ្មីជាន់ទី3ខ្ញុំទៅមើលមកទៀតដូចថ្មីទឹកវាបុកទៅវាអូនេះបុកច្រើនមែនទេដល់6ខែទៀតយើងកែតាំងពីអត់មានផ្ទះអត់មានសត្វអស់ឥឡូវយើងមានបុកមានសត្វមានអីសំរុំមែនទេបុកនេះបង6ខែណាអីជាន់ទី2ជាន់ទី2វ៉ាវជាន់ទី2វ៉ាវ
em phục mà ảnh đào cỏ cho đi kia này phục mày sao phục ra như thế phục mày cướp thằng ra đây mà rất là phục em anh đây phục rất là phục mới cho đi bí không còn mà tại tới đắng em anh tên không và mới cho đi bí nó còn là cho đi bí phục tập bị phục tập đi cũng xong xong đi tập đi không đi chọn tí pin ấy ta thì muốn gọi miếng sắt đây ở miếng sắt sắp em rồi ở đây thì thằng nào lo bình thườngนี่ลงคนมาโอ้ยบกไม่ทันมาแล้วเจ้านี่ยุคมวยไทยตามปีเนี่ยยังซับซ้อนเลยอะไรจรันเจอไหนจะบอกไม่ก็จรันได้อ่านมันเต็มมาบางมืออาจจะระวังดูแทนมันร่างมันมวยไทยจอนตีมวยทะเลาะกันอัพเมนซักซะอะไรสปอกมวยชาสปอกมวยตรงนี้คิดมวยตีมวยล้อมันเต้นสปอกมวยตัวนี้ตัวสปอกมวยอาเป็นเรียงเป็นขนาดมินสปอกน้องแม่นี่มินสปอกเอ้đó mong chọn thì mùi sắp đấy mày đó mình tên là từ bọc mấy ra nó thao cũng không tiền mà em mình tên về bọc ở lại bọc là còn đi mua nó cũng tạt tiền lợi em mình tên này tạt đi mày đây tạt đi mày om mình tự bọc có bao gì em á lên làm cho tầm cho tí muối mới cho tí đi vậy được